ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាតំបន់ Eco-Texture ធម្មជាតិដ៏ស្រស់ស្អាតមួយដែលប្រៀបបានដូចជាឋានសួគ៌ក្រោមមេឃអញ្ចឹងអ្នកនរគ្នាគឺឋានសួគ៌ក្រោមមេឃលើដីប៉ុន្តែស្ថិតនៅកណ្ដាលផ្ទៃទឹកអញ្ចឹងចង់ដឹងថាទីនោះជាកន្លែងណាតោះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងទីនេះគឺជាកោះហានហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងពណ៌នានៅចំណុចមួយចំនួនដែលគិតថាជាប្រយោជន៍សម្រាប់បងប្អូនជាពិសេសអ្នកដែលមានបំណងចង់មកទស្សនានៅទីនេះផ្ទាល់តែម្ដងអញ្ចឹងចំណុចទី1ដែលខ្ញុំនឹងពណ៌នានឹងគឺពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរនឹងរយៈចម្ងាយប្រហែលជា400គីឡូម៉ែត្រពីទីក្រុងភ្នំពេញឬមួយក៏ស្មើនឹង24គីឡូម៉ែត្រពីទីក្រុងស្ទឹងត្រែងយើងត្រូវធ្វើដំណើរឡើងតាំងពីម៉ោង5ព្រឹកពីទីក្រុងភ្នំពេញហើយយើងបន្តទៅដល់សហគមន៍ប្រហែលជាម៉ោង3កន្លះអញ្ចឹងមកដល់សហគមន៍យើងបានរៀបចំអីវ៉ាន់មួយចំនួនដើម្បីត្រៀមខ្លួនឡើងទូកនៅពេលដែលយើងឡើងទូកហើយយើងនឹងធ្វើដំណើរតាមទូកប្រហែលជាកន្លះម៉ោងទៀតទើបយើងទៅដល់កន្លែងបោះតង់តែម្ដងអ្នកនរគ្នាជារួមទៅចេញដំណើរពីភ្នំពេញតាំងពីម៉ោង5ព្រឹកយើងធ្វើដំណើរតាមដងផ្លូវឈប់សម្រាកខ្លះយើងឈប់ទទួលទានបាយទឹកខ្លះសម្រាកខ្លះអីខ្លះទៅយើងចំណាយពេលប្រហែលជា10ទៅ11ម៉ោងទើបទៅដល់កន្លែងបោះតង់តតែម្ដងអ្នកនរគ្នាតោះឥឡូវយើងមកជជែកគ្នាលម្អិតអំពីទីតាំងភូមិសាស្ត្ររបស់កោះហានវិញថាតើកោះហាននៅណាដែរអញ្ចឹងដូចដែលបានជំរាបជូនអ្នកទាំងអស់គ្នាថាកោះហានមានរយៈចម្ងាយប្រហែលជា400គីឡូម៉ែត្រពីទីក្រុងភ្នំពេញឬមួយក៏24គីឡូម៉ែត្រពីក្រុងស្ទឹងត្រែងហើយដែលមានទីតាំងស្ថិតនៅកណ្ដាលនៃទន្លេមេគង្គផ្ទាល់តែម្ដងគឺជាកោះនៃទន្លេមេគង្គហើយដែលមានទីតាំងស្ថិតនៅឃុំកោះស្នែងស្រុកបូរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងកោះហានគ្របដណ្ដប់ទៅលើភូមិចំនួន4ដែលមានដូចជាភូមិកោះស្នែងភូមិកោះកៃភូមិកោះស្រឡៅនិងភូមិជាំធំអញ្ចឹងសម្រាប់សកម្មភាពកម្សាន្តនៅទីនេះវិញគួរទាញចំណាប់អារម្មណ៍ទាំងអស់គ្នាថានៅកោះហានយើងអាចទស្សនាបានតែរដូវប្រាំងប៉ុណ្ណោះយើងមិនអាចទស្សនាពេញមួយឆ្នាំបានទេព្រោះរដូវវស្សាទឹកធំដោយដែលអ្នកទាំងគ្នាដឹងស្រាប់ថាទន្លេមេគង្គគឺមានប្រភពទឹកហូរចាក់តាំងពីទី3មកម្ល៉េះអញ្ចឹងកត្តានេះឲ្យធ្វើឲ្យទឹកនៅរដូវវស្សាធំយើងមិនអាចទៅទស្សនាបានទេបើយោងតាមប្រសាសន៍របស់ប្រធានសហគមន៍ផ្ទាល់គាត់បានបញ្ជាក់ថាពេលវេលាដ៏ស័ក្តិសមនិងល្អបំផុតដើម្បីទៅទស្សនាគឺគិតចាប់ពីខែធ្នូរហូតដល់ខែឧសភាសកម្មភាពកម្សាន្តសំខាន់ៗនៅទីនេះមានដូចជាការទស្សនាវាលខ្សាច់ដ៏សក្បុសបោះតង់នៅលើវាលខ្សាច់ភ្លក់ត្រីក៏ដូចជាម្ហូបអាហារផ្សេងៗដែលចម្អិនដោយប្រជាសហគមន៍ផ្ទាល់ការអង្គុយជជែកគ្នាឬអង្គុយគយគុណវងផ្កាយរាប់លាននៅពេលរាត្រីការជិះទូកឬជិះកាយ៉ាក់គយគុណសម្រស់ព្រៃលិចទឹកដ៏ស្រស់ត្រកាលការជិះទូកទស្សនាសត្វស្លាបដែលទុំតាមដើមឈើឬច្រាំងថ្មឬក៏វងសត្វស្លាបដែលកំពុងហើរស្វែងរកចំណីអញ្ចឹងសម្រាប់ការស្នាក់នៅវិញដោយសារវាជាកោះកណ្ដាលទន្លេដូច្នេះអ្នកទាំងអស់គ្នាមិនអាចរំពឹងថាមានបឹងកាឡូឬក៏បន្ទប់ដើម្បីស្នាក់នៅទេប៉ុន្តែអ្នកទាំងអស់គ្នាអាចយកតង់ទៅបោះបានឬក៏ចងអង្រឹងព្រោះសម្បូរដើមឈើណាឬក៏អ្នកទាំងអស់គ្នាអាចឲ្យសហគមន៍រៀបចំតង់ឲ្យផ្ទាល់តែម្ដងបានដោយទីនោះក៏មានបន្ទប់ទឹកប្រើប្រាស់ផ្ទាល់ស្រួលបួលដែរអត់អីឡើយនេះគឺជាលេខទំនាក់ទំនងដែលអ្នកទាំងអស់គ្នាអាចតាក់ទងបានបើសិនជាអ្នកទាំងអស់គ្នាមានបំណងទៅទស្សនាកុំភ្លេចតាក់ទងសហគមន៍ឲ្យគេរៀបចំតង់រៀបចំតុកៅអីរៀបចំម្ហូបអាហារក៏ដូចជាទូកសម្រាប់អ្នកទាំងអស់គ្នាធ្វើដំណើរភ្លេចជួយចុចចែករំលែកវីដេអូរបស់ពូជីអូមួយផងដើម្បីឲ្យសហគមន៍ Eco-Texture មួយនេះមានអ្នកទៅលេងកាន់តែច្រើនឡើងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូលើកក្រោយទៀតបាយបាយ